Bàស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះយើងមករៀនពីការបង្កើត Gmail កុំឲ្យវាជាប់បញ្ហា scan QR បាទអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះអ្នកគ្នាត្រូវតែធ្វើការបង្កើត Gmail នឹងនៅលើប្រភេទទូរស័ព្ទ iPhone បាទរួចអ្នកគ្នាត្រូវបង្កើតនៅលើ app របស់ Gmail ផ្ទាល់តែម្ដងអញ្ចឹងអ្នកគ្នាធ្វើការបើកនៅកម្មវិធី Gmail មកបន្តមកទៀតយើងចុចនៅកន្លែងរូប account នឹងមករួចយើងធ្វើការអូសមកក្រោមបាទផុតមកបន្ទាប់មកយើងមើលនៅកន្លែងពាក្យថា add another account បន្តមកទៀតយើងចុចនៅកន្លែង Google ចុច continue បាទរួចយើងធ្វើការអូសមកក្រោមមកយើងយកពាក្យថាប្រើគណនីផ្សេងទៀតបន្តមកទៀតយើងចុចពាក្យថាបង្កើតគណនីយើងយកពាក្យថាប្រើសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបាទអញ្ចឹងមកដល់កន្លែងនេះអ្នកគ្នាត្រូវធ្វើការដាក់ឈ្មោះរបស់យើងចូលមកបាទរួចយើងចុចបន្ទាប់កន្លែងនេះយើងដាក់ថ្ងៃខែឆ្នាំកំណើតមកបាទអញ្ចឹងថ្ងៃខែឆ្នាំកំណើតគឺយើងត្រូវតែដាក់លើស18ឆ្នាំបាទអញ្ចឹងនៅកន្លែងនេះវានឹង suggest mail ឲ្យយើងហើយអ្នកគ្នាអាចជ្រើសរើសយកតាមវាបានអញ្ចឹងនៅកន្លែងនេះវិញគឺជាកន្លែងដាក់ password បាទអញ្ចឹងនៅកន្លែងបញ្ចូលលេខទូរស័ព្ទនេះបើសិនបើយើងឃើញពាក្យថារំលងយើងចុចមកបាទរួចយើងចុចពាក្យថាបន្ទាប់រួចយើងអូសមកក្រោមឃើញពាក្យថាខ្ញុំយកព្រមបាទនៅពេលនេះយើងអាចបង្កើត Gmail បានហើយបាទបន្តមកទៀតយើងត្រូវយក Gmail នេះទៅធ្វើការរៀបចំចាក់វានៅលើ browser Chrome បាទអញ្ចឹងអ្នកគ្នាបើក browser Chrome មកយើងចុចកន្លែងពាក្យថា Gmail រួចយើងចុចកន្លែង sign in បន្តមកយើងធ្វើការវាយ account ដែលយើងបានទើបតែបង្កើតមិញមកបាទបាទត្រង់ចំណុចកន្លែងនេះគឺយើងត្រូវដាក់លេខទូរស័ព្ទដែលអ្នកទាំងអស់គ្នាប្រើរាល់ថ្ងៃជាលេខដែលយើងអាចទទួលកូដបានអញ្ចឹងយើងវាយលេខយើងចូលមកចំណែកនៅកន្លែងបញ្ចូល email សង្គ្រោះនេះយើងត្រូវដាក់ email ណាដែលយើងប្រើជាប្រចាំហើយរឹងមាំបាទអញ្ចឹងអ្នកគ្នាចង់ធ្វើការដាក់ profile អីយើងចុចលើរូបនឹងមកបាទរួចយើងចុចកន្លែងនេះមកបាទបន្តមកទៀតអ្នកគ្នាធ្វើការបើកនៅ turn on scene អ្នកគ្នាចុចកន្លែងនេះមកយើងចុច continue នេះមករួចអ្នកគ្នាចុច yes I'm in បាទដើម្បីឲ្យ Gmail ហ្នឹងវាស្គាល់នៅ browser ហ្នឹងបាទបន្តមកទៀតអ្នកគ្នាចូលទៅកំណត់ setting យើងចុចកន្លែងនេះមករួចយើងចុចពាក្យថាគ្រប់គ្រងគណនីបន្តមកទៀតអ្នកគ្នាត្រូវចុចនៅកន្លែងឥឡូវខ្ញុំដូរទៅភាសាអង់គ្លេសសិនបាទអ្នកគ្នាត្រូវចុចនៅកន្លែង security and login បាទបន្តមកទៀតអ្នកគ្នាធ្វើការអូសមកក្រោមយើងមើលកន្លែង recovery email យើងចុចលើនឹងមករួចអ្នកគ្នាធ្វើការ confirm នៅ email ដែលយើងបានដាក់ជា recovery យើងចុចកន្លែងនេះមកអញ្ចឹងយើងទៅបើកនៅ email ដែលយើងបានដាក់ហ្នឹងបាទ
បាទបន្តមកទៀតអ្នកគ្នាចុចកន្លែងកូដនេះមករួចយើងធ្វើការ copy កូដនឹងយកទៅធ្វើការ confirm បាទយើងយកមកផាសនៅកន្លែងនេះមករួចយើងចុចពាក្យថា verify បាទអញ្ចឹងក្រោយពីយើង confirm នៅ recovery email ហើយយើងចូលទៅមើលនៅកន្លែង phone recovery បាទអញ្ចឹងអ្នកគ្នាត្រូវធ្វើការ verify នៅលេខទូរស័ព្ទកន្លែងនេះបើវិធី password អ្នកគ្នាធ្វើការដាក់ password មកបន្តមកទៀតអ្នកគ្នានឹងឃើញនៅកន្លែងនេះបាទកន្លែង phone number នេះអញ្ចឹងយើងមើលមកកន្លែង manage your phone number បន្តមកអ្នកគ្នាចុចពាក្យថា verify now បន្តមកទៀតអ្នកគ្នាត្រូវចុចពាក្យថា get the code បាទដើម្បីទទួលកូដពីរលេខហ្នឹងបាទអញ្ចឹងយើងនឹងឃើញពាក្យថា verify អញ្ចឹងយើងបាន verify លេខទូរស័ព្ទហើយបាទបន្តមកទៀតអ្នកគ្នាត្រូវចូលទៅធ្វើការចាក់ two factor បាទអញ្ចឹងកម្មវិធី two factor គឺមួយនេះបាទយើងចុចលើនឹងមកបាទអញ្ចឹងវាដាក់ថា verification program អញ្ចឹងយើងចុចកន្លែងនេះមកបន្តមកវាឲ្យ QR អ្នកគ្នាចុចពាក្យខាងក្រោមនេះ can scan it បាទបន្តមកទៀតអ្នកគ្នានឹងឃើញកូដវែងមួយជួរនេះដែលជាកូដ 2FA អ្នកគ្នាធ្វើការ copy បាទរួចអ្នកគ្នាចុចពាក្យថា next បាទបន្តមកទៀតអ្នកគ្នាត្រូវចូលទៅបើក tab ថ្មីមកបាទដើម្បីចូលទៅកាន់ផ្សាយបំលែងកូដ 2FA អញ្ចឹងយើងបើក tab ថ្មីមករួចអ្នកគ្នាវាយពាក្យថា 2fa.live បាទបន្តមកទៀតអ្នកគ្នាធ្វើការផាសកូដ 2FA ហ្នឹងនៅកន្លែងនេះមកបាទរួចអ្នកគ្នាចុចពាក្យថា submit ដើម្បីយើងបំលែងជាកូដ6ខ្ទង់អញ្ចឹងអ្នកគ្នានឹងឃើញកូដ6ខ្ទង់នៅខាងចុងនេះបាទអញ្ចឹងអ្នកគ្នាធ្វើការ copy បាទរួចអ្នកគ្នាយកកូដហ្នឹងទៅធ្វើការ confirm 2FA មកបាទយើងចុចមកកន្លែង Google វិញមកបន្ទាប់មកយើងធ្វើការផាសនៅកន្លែងនេះបាទរួចយើងចុចពាក្យថា verify បាទអញ្ចឹងបន្ទាប់ពីអ្នកគ្នាចាក់ 2FA ហើយអ្នកគ្នាត្រូវបើក turn on two step បាទអ្នកគ្នាចុច open មកបាទបន្តមកទៀតអ្នកគ្នានឹងឃើញនេះកន្លែង3ចំណុចគ្រីសនេះបាទអញ្ចឹងអ្នកគ្នាអាចចុចកន្លែងនេះ turn on two step បាទបន្តមកទៀតអ្នកគ្នាចុចពាក្យថា ready អញ្ចឹងអ្នកគ្នានឹងអាចធ្វើការបើកនៅ two step បានហើយអញ្ចឹងយើងថយមកក្រោយវិញយើងត្រូវកំណត់មួយមុខងារទៀតគឺ contact for restoration អញ្ចឹងយើងដាក់មុខងារនេះដើម្បីការពារនៅពេលដែលយើងមានបញ្ហាក្នុងការ login យើងអាចប្រើ contact នេះដើម្បីជំនួយបាទអញ្ចឹងយើងចុចកន្លែងនេះមករួចអ្នកគ្នាធ្វើការវាយនៅ email ណាដែលអ្នកគ្នាប្រើរាល់ថ្ងៃហើយរឹងមាំយើងវាយចូលមកដើម្បីធ្វើជា contact restoration អូខេបន្តមកអ្នកគ្នាចុចលើ email ហ្នឹងហើយយើងចុចពាក្យថា continue បន្តមកទៀតអ្នកគ្នាត្រូវចុចពាក្យថា send request បាទបន្តមកទៀតអ្នកគ្នាចុចពាក្យថា got it អញ្ចឹងនៅពេលនេះវានឹងផ្ញើនៅសារមួយចូលទៅកាន់ email ដែលយើងបានដាក់ធ្វើជា contact ហ្នឹងបាទអញ្ចឹងអ្នកគ្នាធ្វើការចុចលើសារហ្នឹងមករួចអ្នកគ្នាធ្វើការអូសមកក្រោមយើងចុចលើប៊ូតុនពណ៌ Q នេះមកបាទនៅករណីដែលវាទាមទារឲ្យយើងសាញ email នឹងចូលអ្នកគ្នាធ្វើការសាញចូលមកបាទអញ្ចឹងចូលមកដល់កន្លែង recovery contact នេះអ្នកគ្នាមើលមកកន្លែង request នេះអ្នកគ្នាឃើញគេដាក់គ្រីសហើយនឹងខ្វែងអញ្ចឹងអ្នកគ្នាចុចគ្រីសហើយអ្នកគ្នាចុចពាក្យថា accept បាទអញ្ចឹងឥឡូវនេះគឺ account របស់យើងគឺមានគ្រប់លក្ខខណ្ឌទាំងអស់ហើយមិនថា 2FA មិនថា two step មិនថា recover contact អីមានទាំងអស់ហើយបាទអញ្ចឹងចំណុចបន្តទៀតដែលអ្នកគ្នាត្រូវធ្វើគឺការកត់ត្រាទិន្នន័យនៃ account Gmail ហ្នឹងទុកអញ្ចឹងយើងបើក tab ថ្មីយើង search ពាក្យថា Google Sheet អញ្ចឹង Google Sheet វាជា
តារាងរបៀបដូចជា Excel ដែលគេភ្ជាប់ជាមួយនឹង Gmail អ្នកគ្នាចុចមកវាចេញតារាងបែបនេះបាទហើយតារាងហ្នឹងគឺភ្ជាប់ជាមួយនឹង Gmail នេះបាទអូខេអញ្ចឹងនៅក្នុង sheet នេះគឺអ្នកគ្នាអាចធ្វើការកត់ត្រាទុកដោយយើងអត់ភ័យបាត់ទិន្នន័យទេគឺវារក្សាដូចជា cloud អញ្ចឹងណាបាទអញ្ចឹងនៅក្នុងតារាងនេះអ្នកគ្នាបែងចែកជា3ប្រឡោះទី1គឺឈ្មោះ mail ដែលយើងបានបង្កើតបាទអញ្ចឹងយើងវាយមក mail ណាដែលយើងបានបង្កើតយើងដាក់នៅក្នុង column ទី1មកបាទបន្ទាប់មកទៀតគឺ password អញ្ចឹងអ្នកគ្នាវាយ password របស់អ្នកគ្នាចូលមកបាទហើយកន្លងទី3គឺយើងដាក់នៅលេខកូដ 2FA បាទអញ្ចឹងអ្នកគ្នាធ្វើការកត់ចំណាំទុកតែ3ចំណុចនេះទេគឺ mail password និងកូដ 2FA បាទអញ្ចឹងនៅពេលដែលអ្នកគ្នាចង់ប្រើវាបាទនៅថ្ងៃក្រោយអ្នកគ្នាគ្រាន់តែចូលមក mail ហ្នឹងហើយអ្នកគ្នាចុចកន្លែងនេះមករួចអ្នកគ្នាអូសមករមើលពាក្យថា sheet បាទអញ្ចឹងអ្នកគ្នារមើលមកពាក្យថា sheet នេះយើងចុចលើនឹងមកអញ្ចឹងវានឹងបង្ហាញនៅបញ្ជីsheet ហ្នឹងហើយបាទជាតារាងដែលយើងបានកត់ត្រាទុកនៅក្នុង Gmail ហ្នឹងនៅកន្លែងនេះគឺអ្នកគ្នាអាចធ្វើការដូរឈ្មោះវាបានយើងចុចកន្លែងនេះមកយើងចុចពាក្យថាបដូរឈ្មោះអញ្ចឹងយើងបដូរឈ្មោះដើម្បីចំណាំមកបាទរួចអ្នកគ្នាចង់ប្រើគឺអ្នកគ្នាចុចលើវាមកអ្នកគ្នានឹងឃើញទិន្នន័យរបស់យើងដែលបានកត់ទុកហើយអញ្ចឹងទិន្នន័យរបស់យើងគឺអត់បាត់បង់ទៅណាទេគឺយើងកត់ចូលនៅក្នុង Google Sheet